តើទេពមច្ឆាពិតមានមែនឬយ៉ាងណាក្នុងខែសីហាឆ្នាំ1586ពេលលោកមានរឿងអភូតហេតុរំជួយសមុទ្រក៏ក្រាំប្រតិពីហើយក៏បានកើតមានរឿងតែមនុស្សគ្រប់រូបមិនដែលបានជួបប្រទះនោះគឺទេពមច្ឆាជីវិតមួយដ៏អច្ឆរិយៈរស់ក្នុងពិភពពីរផ្សេងគ្នាទោះបីជាភ្ជួរភ្លៀងយ៉ាងណាក៏ដោយក្តីស្នេហាដ៏ថ្លៃខុសពីគេខ្ញុំប្រកាសជាទៅរកអ្នកមិនខានឡើយណាហើយក៏រញ៉េរញ៉ៃមកឡើយនេះគឺជាកម្ពុជាខ្សែភាពយន្តភាគមនោសញ្ចេតនាកូរ៉េដ៏ល្បីល្បាញពេញនិយមបំផុតទូទាំងទ្វីបអាស៊ីដែលចូលរួមសម្ដែងដោយកម្ពុជាបរិសង្ហាសម្បូរស្នេហ៍លីមីនហូនិងរាជិនីកម្ពុជាសម្រាប់ពូកែលេងទឹកមុខដកប្រមិចក្រមៅកញ្ញាជូនជីខ្ជូនតែនេះកំពុងធ្វើស្អីបាយជូនទេសនានាពេលឆាប់នេះលើកញ្ចក់ទូរទស្សន៍ហងមាសនិងរស្មីហងមាស HD TV តែមួយប៉ុណ្ណោះរឿងទេពមច្ឆាឆ្លងជាតិ